បាទថ្ងៃនេះយើងមកធ្វើសាច់ជ្រូកបំពងបាទដំបូងយើងស្ងោរវារៀងឆ្អិនហើយយើងយកទៅចាក់វាឲ្យសុះហើយសុះស្បែកសុះអីអស់ហើយបានយើងយកទៅលាបអំបិលហើយយើងយកទៅហាលថ្ងៃរៀងហើយតែ1ម៉ោង2ម៉ោងឲ្យស្បែកវារៀងស្ងួតសំណើមទៅបានយើងយកទៅបំពងហើយបានយើងយកមកលួ